បាទសួស្តីបងប្អូនហ្នឹងហើយសម្រាប់បងប្អូនដែលនិយមស្នេហាវិស័យបាក់សីកីឡាមាន់ខ្មងយើងបងប្អូនហ្នឹងហើយថ្ងៃនេះដែរខ្ញុំសូមមកណែនាំជាមួយនឹងប្រភេទមាន់យួនថ្មីបងប្អូនដោយបងប្អូនធ្លាប់ឃើញតែមាន់ខ្ញុំជាប្រភេទមាន់ខៀវបងប្អូនហើយនឹងខ្មៅសុទ្ធអញ្ចឹងណាសម្រាប់មាន់យួនឬមួយក៏មាន់ខ្មងខ្ញុំនាំចូលតាមប្រទេសឡាវហ្នឹងបងប្អូនធ្លាប់ស្គាល់ខ្ញុំគាត់ធ្លាប់ដឹងហើយថាប្រភេទមាន់ទាំងអស់ហ្នឹងគឺប្រភេទមាន់ខ្ញុំនាំចូលពីប្រទេសឡាវដោយសារខ្ញុំនាំចូលពីប្រទេសវៀតណាមហើយចូលតាមឡាវបានច្រើនខ្ញុំបង្កាត់បានច្រើនអញ្ចឹងអឺហើយក៏មួយរយៈនេះខ្ញុំលក់ក្នុងតម្លៃធូរថ្លៃមែនតើបងប្អូនហើយបងប្អូនខ្លះគាត់យកទៅឃើញល្អអញ្ចឹងទៅខ្លះក៏គាត់យកទៅឃើញអន់អញ្ចឹងទៅណាបងប្អូនប៉ុន្តែមួយរយៈមុនចូលជំងឺក្នុងឆ្នាំ2025ខែ9បងប្អូនខែ10ខែ9ខែ10ហ្នឹងចូលជំងឺងាប់មេបាអស់ទៅនៅសល់តែកូនសេរីក្រោយទេហើយខ្ញុំមកសារនេះខ្ញុំមកអាប់ដេតមាន់យួនប្រភេទសេរីថ្មីដែរបងប្អូនកុំឲ្យវាជន់ឈាមគ្នាពេកអញ្ចឹងហើយខ្ញុំក៏យកបាថ្មីយកមកបង្កាត់ជាមួយនឹងមេរបស់ខ្ញុំចាស់អញ្ចឹងណាមេប្រភេទមាន់ឡាវមាន់យួនខ្ញុំយកចូលតាមប្រទេសឡាវតាមខេត្តស្ទឹងត្រែងហ្នឹងបងប្អូនយកមកបំបែកឈាមវាដោយសារតែអត់ចង់ឲ្យវាជន់ឈាមគ្នាអញ្ចឹងណាដោយសារមេបាហើយប្រភេទយួនម្លនោះអីវាចូលជំងឺងាប់អស់តាំងពីខែ9ឆ្នាំ2025ហ្នឹងហើយបងប្អូនហើយមកសារនេះក៏សូមណែនាំប្រាប់បងប្អូនថាសម្រាប់មាន់ចូលស៊េរីក្រោយនេះគឺជាប្រភេទមាន់ដូចតែមុនអញ្ចឹងបងប្អូនប្រភេទមាន់ដើរហុំសីវ័យខ្នងកប្រភេទមាន់ដើរកាច់ក្បាច់លឿនណាបងប្អូនអញ្ចឹងហើយបើសិនជាបងប្អូនណាមានចំណាប់អារម្មណ៍ចង់បានកូនប្រភេទយួនសុតមួយឈាមនេះបងប្អូនអាចតាក់ទងមកខ្ញុំបានហើយកូនតូចៗនេះខ្ញុំលក់មួយ 100000 រៀលបងប្អូនបើសម្រាប់បងប្អូនណាដែលចង់បានយកទៅចិញ្ចឹមជលបន្តអីបងប្អូនអាចយកកូនអានុបនេះបានកូនអានុបនេះវាជលល្អបងប្អូនខ្ញុំហ៊ានធានាថាវាជលល្អព្រោះខ្ញុំក៏ជាអ្នកជលមួយរូបដែរមាន់ដែលខ្ញុំគិតថាល្អបងប្អូនក៏អាចនិយាយបានថាក៏ល្អដែរ